ភាពងងឹតសូនឈឹងនឹងសម្ដែងដែលគ្មានអ្នកលឺដោយប្រទេសអ៊ីរ៉ង់ទាំងមូលបានធ្លាក់នៅក្នុងភាពងងឹត Digital ដ៏គួរឲ្យរន្ធត់អ៊ីនធឺណិតទូទាំងប្រទេសត្រូវបានកាត់ផ្ដាច់ខ្សែទូរស័ព្ទត្រូវបានបិទសញ្ញាផ្កាយរណបត្រូវបានរំខាននេះមិនមែនជាការខូចខាតបច្ចេកទេសនោះទេតែនេះគឺជាយុទ្ធសាស្ត្របំបិទមាត់របស់របបដឹកនាំទីក្រុងតេហេរ៉ង់ដើម្បីបង្ក្រាបបាតុកម្មដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៅពីក្រោយពពកខ្មៅនៃផ្សែងកង់ឡានដៃឆេះសន្ធោសន្ធៅលោកដូណាល់ត្រាំបានបញ្ជូនសារព្រមានដ៏ត្រជាក់ដ៏ឆ្អឹងខ្នងថាបើដំណាក់កាលឈាមប្រជាជននៅតែបន្តហូរអាមេរិកនឹងមិនអង្គុយមើលឡើយនេះបើផ្អែកតាមប្រភព New York Times ដែលបានផ្សាយចេញនៅថ្ងៃទី8មករា2026ប្រភពដដែលបានបន្តទៀតថារដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានសម្រេចចិត្តកាត់ផ្តាច់អ៊ីនធឺណិតស្ទើរតែទាំងស្រុងនៅថ្ងៃទី8មករានិងផ្តាច់ប្រព័ន្ធទូរស័ព្ទនៅក្នុងប្រទេសទាំងអស់នេះគឺជាយុទ្ធសាស្ត្រមួយដើម្បីកុំឲ្យរូបភាពនៃការបាញ់ប្រហារនិងការបង្ក្រាបបាតុករបានដឹងឮដល់ពិភពលោកខាងក្រៅនៅតាមដងផ្លូវសម្ដែងនៃបដិវត្តប្រឆាំងទៅនឹងរបបដឹកនាំបានបន្លឺឡើងកាន់តែខ្លាំងពីទីក្រុងតេហេរ៉ង់រហូតដល់ទីក្រុងផ្សេងៗទៀតប្រជាជនលែងខ្លាចគ្រាប់កាំភ្លើងព្រោះតែវិបត្តិសេដ្ឋកិច្ចនិងការគៀបសង្កត់បានធ្វើឲ្យពួកគេបានឈានទៅដល់ចំណុចទល់ច្រកបាតុកម្មប្រឆាំងទៅនឹងរដ្ឋាភិបាលបានចូលទៅដល់ថ្ងៃទី12ដោយមានអ្នកតវ៉ាយ៉ាងហោចណាស់44នាក់ត្រូវបានសម្លាប់និងជាង2000នាក់ត្រូវបានឃុំខ្លួនចាប់តាំងពីភាពចលាចលបានផ្ទុះឡើងនៅចុងខែធ្នូការតវ៉ាដែលបានចាប់ផ្ដើមនៅពេលដែលអ្នកលក់ដូរនៅក្នុងទីក្រុងតេហេរ៉ង់បានបិទទ្វាររបស់ពួកគេដើម្បីតវ៉ាប្រឆាំងទៅនឹងវិបត្តិរូបិយប័ណ្ណនៅទូទាំងខេត្តចំនួន27ហើយឥឡូវនេះបង្កបញ្ហាប្រឈមដ៏គួរឲ្យភ័យខ្លាចបំផុតមួយសម្រាប់សាធារណរដ្ឋអ៊ីស្លាមក្នុងរយៈពេលជាច្រើនឆ្នាំមកនេះទន្ទឹមនឹងនេះប្រពន្ធចេញពី Jerusalem Post ដែលបានផ្សាយចេញនៅថ្ងៃទី5មករា2026បានទម្លាយរបាយការណ៍ស៊ើបការសម្ងាត់បានបង្ហាញថាមេដឹកនាំកម្ពុជាលោកអាលីខាម៉ានីវ័យ86ឆ្នាំបានរៀបចំផែនការបន្ទាន់មួយដើម្បីភៀសខ្លួនទៅកាន់ទីក្រុងមូស្គូជាមួយសមាជិកគ្រួសារនិងជំនួយការប្រហែល20នាក់ប្រសិនបើកងកម្លាំងសន្តិសុខមិនអាចបង្ក្រាបការបះបោរបានផែនការរត់គេចខ្លួននេះគឺឆ្លុះបញ្ចាំងពីផែនការរបស់ប្រធានាធិបតីស៊ីរីលោកបាសាអាល់អាសាដដែលបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងខែធ្នូឆ្នាំ2024បន្ទាប់ពីរបបរបស់លោកបានដួលរលំតើបដិវត្តន៍លើកនេះនឹងទទួលបានជោគជ័យឬមួយក៏អ៊ីរ៉ង់នឹងត្រូវរលាយខ្លាយជាភេទក្រមអណ្ដាតភ្លើងសង្គ្រាមស៊ីវិលខណៈដែលការតវ៉ាបន្តរីករាលដាលពីពេញប្រទេសអ៊ីរ៉ង់កាសែត Iran International បានរាយការណ៍នៅថ្ងៃទី8ខែមករាឆ្នាំ2026ថាអ៊ីស្រាអែលជនសាធារណរដ្ឋអ៊ីស្លាមនេះចំនួន3ក្រុមកំពុងតែរៀបផែនការរត់ចោលស្រុកក្នុងនោះមានគ្រួសារអ្នកនយោបាយជាន់ខ្ពស់អ៊ីស្រាអែលជនអាជីវកម្មដែលមានទំនាក់ទំនងជាមួយនឹងកងការពារបដិវត្តន៍និងមន្ត្រីជាន់ខ្ពស់ដែលមានទ្រព្យសម្បត្តិស្ដុកស្ដំនឹងសាច់ញាតិរបស់ពួកគេប្រភពការទូតលោកខាងលិចនិងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលផ្ដោតទៅលើអ៊ីរ៉ង់បានចង្អុលបង្ហាញថាអ៊ីស្រាអែលជនអ៊ីរ៉ង់ទាំង3ក្រុមនេះកំពុងតែស្វែងរកទិដ្ឋាការស្នាក់នៅរយៈពេលវែងសម្រាប់ប្តីប្រពន្ធនិងកូនៗរបស់ពួកគេនៅបណ្ដាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបរួមទាំងទួរគីផងមេដឹកនាំកម្ពុជាមួយចំនួនទៀតកំពុងរៀបផែនការកិច្ចទៅរុស្ស៊ីអាញាធរអ៊ីរ៉ង់បដិសេធការលើកឡើងនេះហើយអះអាងថាមេដឹកនាំកម្ពុជារបស់ខ្លួនគឺលោកខាម៉ានីនិងថ្នាក់ដឹកនាំនៅតែស្ថិតនៅក្នុងទីក្រុងតេហេរ៉ង់នៅឡើយទេក៏ប៉ុន្តែនៅទីក្រុងឡុងលោកឈុំថូកៀនហាត់បានប្រាប់សភាអង់គ្លេសថាមានរបាយការណ៍អំពីយន្តហោះដឹកទំនិញរបស់រុស្ស៊ីចុះចតនៅទីក្រុងតេហេរ៉ង់ដឹកអាវុធចូលនិងដឹកមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ចាកចេញដោយសង្ស័យថាជាសម្បត្តិរបស់រដ្ឋលោកឈុំបានចោទជាសំណួរអំពីលទ្ធភាពនៃការដួលរលំរបស់របបអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី28ខែធ្នូឆ្នាំ2025មកដល់ពេលនេះពលរដ្ឋអ៊ីរ៉ង់ជាច្រើនបានក្រោកតវ៉ាប្រឆាំងទៅនឹងការដួលរលំផ្នែកសេដ្ឋកិច្ចការធ្លាក់ចុះនៃរូបិយប័ណ្ណការកើនឡើងនៃអតិផរណានិងកំហឹងនយោបាយយ៉ាងជ្រាលជ្រៅមានពលរដ្ឋ34នាក់និងកងកម្លាំងសន្តិសុខ2នាក់ស្លាប់មនុស្សរាប់រយនាក់ត្រូវប៉ូលីសចាប់ខ្លួនអាជ្ញាធរអ៊ីរ៉ង់ចោទថាការតវ៉ាប្រឆាំងនេះគឺជាការញុះញង់ព្រួយផ្ដើមដោយរដ្ឋាភិបាលបរទេសហើយបដិញ្ញាបង្ក្រាបក៏ប៉ុន្តែអ្នកវិភាគសន្តិសុខលើកឡើងថាវិបត្តិនៅក្នុងប្រទេសអ៊ីរ៉ង់នៅពេលនេះអាចនឹងមិនកន្លងផុតទៅដោយងាយស្រួលនោះទេហើយការរៀបចំផែនការរត់ចោលស្រុករបស់មេដឹកនាំអ៊ីរ៉ង់គឺជារឿងកិច្ចមិនផុតប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំគម្រាមជនផ្ដាច់ការកម្ពុជាបំផុតនៃប្រទេសសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឲ្យរត់ចាក់ចេញពីប្រទេសគណៈដែលបាតុករកំពុងសម្រុកដើម្បីកាន់កាប់រដ្ឋធានីតេហេរ៉ង់ក្នុងគោលដៅផ្ដួលរំលំរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលមានអាយុកាល46ឆ្នាំមកហើយនេះលោកដូណាល់ត្រាំព្រមានអាយ៉ាថូឡាអាលីខាមីណៃថាសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមអន្តរាគមន៍ជួយបាតុករនៅពេលនេះបាតុករកំពុងតែស្រែកហៅឲ្យសហរដ្ឋអាមេរិកចូលអន្តរាគមន៍ហើយព្រោះអាញាធររបបអាយ៉ាថូឡាខាមីណៃនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បាញ់ទៅលើបាតុករយ៉ាងបង្ហូរឈាមលោកដូណាល់ត្រាំបានបញ្ជាក់ទៀតថាអាញាធរនៅពេលនេះកំពុងតែបង្ក្រាបទៅលើប្រជាជនជាបាតុករដោយមិនខ្លាចញញើតក្នុងការសម្លាប់ផ្ដាច់ផ្ដាល់ជីវិតនោះទេ
បើទោះជាប្រជាជនទាមទារឲ្យមានការដោះដូររបបមួយនេះក៏ដោយនោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងមេដឹកនាំកម្ពុជាបំផុតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលគេហៅថាកម្ពុជាជនផ្ដាច់ការ Ayatollah Ali Khamenei បានធ្វើការគម្រាមកំហែងគ្នាទៅវិញទៅមកនៅពេលនេះគណៈដែរបដកម្មរបស់ប្រជាជនអ៊ីរ៉ង់ទូទាំងប្រទេសសម្ដៅផ្ដួលរំលំរបប Ayatollah Khamenei បានកំពុងប៉ះទង្គិចជាមួយនឹងឆ្មាំសន្តិសុខកងឆ្មាំសន្តិសុខចាប់ផ្ដើមបើកការបង្ក្រាបវាយប្រហារទៅលើវងបាតុករតែបើទោះយ៉ាងនេះក្តីបាតុករមិនបានចុះចាញ់ការបង្ក្រាបរបស់កម្លាំងសន្តិសុខនៃរបប Ayatollah Khamenei នោះទេនៅពេលដែលសន្ទុះរបស់បាតុករកាន់តែខ្លាំងទូទាំងប្រទេសរហូតដល់ចាប់បានទីក្រុងមួយចំនួនក្នុងដៃរបស់ខ្លួនវាយដេញកងកម្លាំងសន្តិសុខឲ្យទម្លាក់អាវុធនិងចាក់ចេញពីទីក្រុងអាញាធរ Ayatollah Khamenei បានផ្ដាច់ប្រព័ន្ធទូរស័ព្ទនិងប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេសមកដល់ថ្ងៃសៅរ៍ទី10មករានេះវាចូលដល់បាតុកម្មថ្ងៃទី14ហើយបាតុករយ៉ាងតិច62នាក់និងសមត្ថកិច្ចកងកម្លាំងសន្តិសុខអ៊ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់យោងតាមភ្នាក់ងារអង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ឲ្យដឹងថាការចាប់ខ្លួនក៏កើនឡើងជាលំដាប់រហូតដល់ទៅជាង2300នាក់ទៅហើយបាតុកម្មនៅពេលនេះនៅតែបន្តផ្ទុះពាសពេញទីក្រុងសំខាន់ៗនៅទូទាំងប្រទេសអ៊ីរ៉ង់ជាង100ទីក្រុងវាជាបាតុកម្មដ៏មហាភ្លុកទឹកភ្លុកដីដូចរលកស៊ូណាមីវាមានលក្ខណៈធំធេងជាងបាតុកម្មនៅឆ្នាំ1999ឆ្នាំ2022ទៅទៀតបាតុកររាប់ម៉ឺនសែននាក់ចុះដើរតាមដងផ្លូវស្រែកប្រឆាំងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅគណៈដែលមានការបង្ហាញរូបភាពវីដេអូឃើញរថយន្តឃើញម៉ូតូជាច្រើនគ្រឿងឆេះតាមដងផ្លូវហើយសិតតែជាទ្រព្យសម្បត្តិរបស់អាជ្ញាធរលោក Donald Trump បាននិយាយថាមេរណមនៃរបបសាធារណរដ្ឋអ៊ីស្លាមនៅពេលនេះត្រូវតែរត់រកទីសុវត្ថិភាពហើយបើតាមដំណឹងមកថាលោកថា Ayatollah Ali Khamenei និងបកពួករបស់គាត់គ្រួសាររបស់គាត់រត់ចូលទីជម្រកសុវត្ថិភាពទៅហើយនៅពេលនេះព្រោះអ៊ីរ៉ង់នៃរបបរបស់គាត់គឺរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លាក់ដល់មុជច្រាំងនៃការរុញទម្លាក់ដោយបាតុករហើយលោក Donald Trump ប្រមានថាសហរដ្ឋអាមេរិកនឹងវាយប្រហារយ៉ាងធ្ងន់ធ្ងរប្រសិនបើបាតុករនៅតែត្រូវបាញ់សម្លាប់ជារៀងរាល់ថ្ងៃទៀតនោះលោកអះអាងថាលោកកំពុងតែកត់សម្គាល់ថាតើត្រូវមានវិធានការឆ្លើយតបបាតុករដោយរបៀបណាលោកថាប្រជាជនអ៊ីរ៉ង់នៅពេលនេះកំពុងតែអំពាវនាវឲ្យលោកជួយអន្តរាគមន៍ជាបន្ទាន់ព្រោះពួកគេត្រូវការអ្នកជួយនៅពេលនេះបើព្រមនោះទេការបាញ់សម្លាប់ដោយបង្ខំឈាមរបស់ឆ្មាំបដិវត្តអ៊ីរ៉ង់គឺទៅលើប្រជាជនខ្លួនឯងដោយគ្មានត្រាប្រណីនោះទេលោកថាគ្មាននរណាមើលឃើញការឈឺចាប់របស់ប្រជាជនអ៊ីរ៉ង់នៅពេលនេះទេគឺមានតែសហរដ្ឋអាមេរិកតែប៉ុណ្ណោះលោកចាត់ទុកការបាញ់សម្លាប់ប្រជាជនអ៊ីរ៉ង់អ្នកដែលបាញ់សម្លាប់នោះមិនមែនជាតិសាសន៍អ៊ីរ៉ង់នោះទេរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលផ្ដួលរំលំរបបរាជានិយមនៅក្នុងឆ្នាំ1979ដោយបដិវត្តប្រជាជនភ្លុកទឹកភ្លុកដីពីនោះគ្រប់គ្រងបរិវត្តអ៊ីស្លាមអ៊ីរ៉ង់នោះព្រោះតែចង់បានសេរីភាពពីរបបរាជានិយមដែលមើលខ្លះត្រូវគេមើលឃើញថាជារបបដែលមានអសមត្ថភាពនៃការផ្ដល់សេរីភាពទៅប្រជាជនអ៊ីរ៉ង់នៅតាមជនបទប៉ុន្តែនៅពេលនេះប្រជាជនអ៊ីរ៉ង់នឹកឃើញទៅរករាជយិត្តនៃប្រទេសអ៊ីរ៉ង់ព្រះមហាក្សត្រដែលរត់ភៀសប្រកាយនៅឆ្នាំ1979នោះគឺព្រះអង្គម្ចាស់ Reza Pahlavi ទាមទារឲ្យព្រះអង្គមកត្រួសត្រាយផ្លូវដឹកនាំរដ្ឋាភិបាលមួយដែលបាតុករចង់ឃើញរដ្ឋាភិបាលប្រជាធិបតេយ្យក្រុមការដឹកនាំរបស់រាជយិត្តព្រះអង្គម្ចាស់គឺព្រះអង្គម្ចាស់ Reza Pahlavi ព្រះអង្គម្ចាស់ Reza Pahlavi ជាព្រះរាជបុត្ររបស់ស្ដេចសារ Shah Pahlavi ព្រះអង្គកើតនៅឆ្នាំ1960នៅពេលដែលព្រះបិតាព្រះអង្គកាន់អំណាចឡើងគ្រងរាជ្យតពីជីតារបស់ព្រះអង្គគឺនៅឆ្នាំ1960ក្នុងអន្តរកាលនៃការគ្រងរាជ្យរបស់ព្រះបិតាព្រះអង្គនោះគឺរាជាណាចក្រអ៊ីរ៉ង់ចាប់ផ្ដើមកែតម្រង់របបដឹកនាំចេញពីរបបបែបសក្តិភូមិទៅរបបបែបប្រជាធិបតេយ្យប៉ុន្តែពេលនោះប្រជាជនអ៊ីរ៉ង់កំពុងតែចង់បានរបបថ្មីចេញពីរបបស្ដេចទៅទៀតគឺរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្ននេះ
បើទោះដឹងថារបបរាជានិយមរបស់ព្រះបិតាព្រះអង្គកំពុងកែតម្រង់ឲ្យមានទៅជារបបរាជានិយមរបស់ពួកបច្ចឹមប្រទេសតែប្រជាជនអ៊ីរ៉ង់បាក់ទឹកបាក់ដីធ្លាក់ទៅក្នុងជំនឿរបស់ក្រុមអាយ៉ាតូឡាអាលីខាមីណៃដែលបង្កើតបដិវត្តន៍អ៊ីស្លាមដើម្បីផ្ដួលរំលំរបបរាជានិយមទីបំផុតក្រុមអាយ៉ាតូឡាអាលីខាមីណៃបានផ្ដួលជោគជ័យនៃការធ្វើរដ្ឋប្រហារទម្លាក់រាជានិយមព្រះបិតារបស់រាជយាតរ៉េនសាប៉ាឡាវីបាននៅក្នុងឆ្នាំ1979ហើយក៏បង្កើតរូបរាងឡើងរបបសាធារណរដ្ឋអ៊ីស្លាមដល់បច្ចុប្បន្ននេះតែពីទសវត្សរ៍ចុងក្រោយនេះរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្លាយទៅជារបបផ្ដាច់ការដ៏អាក្រក់បំផុតរបបផ្ដាច់ការដែលលើកអាយ៉ាតូឡាអាលីខាមីណៃជាអតិទេពរបស់ប្រជាជនអ៊ីរ៉ង់ហើយមិនបានផ្ដល់សេរីភាពគ្រប់គ្រាន់ទៅលើប្រជាជនខ្លួនឯងនោះទេសេរីភាពនយោបាយសេរីភាពនៃការធ្វើឲ្យខ្លួនគេមានសេរីភាពក្នុងជីវភាពប្រចាំថ្ងៃក៏គ្មានមិនថាឡើយសេរីភាពខាងសាសនាទេត្រូវបានរឹតបន្តឹងគឺក្រុមកណ្ដាប់ដៃរបស់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលមេដឹកនាំកម្ពុជាបំផុតអាយ៉ាតូឡាខាមីណៃបានប្រកាន់យករបបផ្ដាច់ការយ៉ាងធ្ងន់ធ្ងរជាងគេបំផុតនៅតំបន់មជ្ឈិមបូព៌ារបបជាច្រើនដែលផ្ដាច់ការប្រហាប់ហែតនឹងអាយ៉ាតូឡាខាមីណៃនេះដួលរលំស្ទើរអស់ទៅហើយនៅតំបន់មជ្ឈិមបូព៌ានេះបើគេរាប់ពីប្រទេសទូនីស៊ីពីប្រទេសលីប៊ីពីប្រទេសអេស៊ីបពីប្រទេសសេរីគឺត្រូវបានប្រជាជនផ្ដួលរំលំអស់ទៅហើយនៅឡើយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មួយនេះដែលមានអាយុកាលដល់ទៅ46ឆ្នាំនៅពេលនេះប្រជាជនអ៊ីរ៉ង់លែងគាំទ្ររបបនេះទៀតហើយព្រោះមិនត្រឹមតែរដ្ឋបတ်សេរីភាពប្រជាជននោះទេគឺមិនបានដល់ការរស់នៅដល់ប្រជាជនត្រឹមត្រូវនោះទេរបបនេះធ្លាក់នៅក្នុងរបបពុករលួយដ៏អាក្រក់បំផុតទៅហើយនៃបកពួកនិយមគ្រួសារនិយមនៅជុំវិញអាយ៉ាតូឡាអាលីខាមីណៃទស្សនាវដ្តីដែលធ្វើចុះផ្សាយថាគេរកឃើញក្រុមគ្រួសារនិងបកពួករបស់អាយ៉ាតូឡាអាលីខាមីណៃគ្រប់គ្រងទ្រព្យសម្បត្តិជាតិរបស់ប្រទេសឈុំសមុទ្រពាក់មួយនេះដល់ទៅ$200,000 លានសហរដ្ឋអាមេរិកឥឡូវនេះមានសេចក្តីរាយការណ៍មកថាអាយ៉ាតូឡាអាលីខាមីណៃបញ្ជាឲ្យទុកដាក់ទ្រព្យសម្បត្តិមួយចំនួនណាដែលអាចយកទៅបានយកទៅទុកដាក់នៅក្រៅប្រទេសណាដែលអាចទុកដាក់បាននៅទ្រព្យសម្បត្តិរបស់បកពួកក្រុមអាយ៉ាតូឡាអាលីខាមីណៃដូចជានៅប្រទេសរុស្ស៊ីដែលចារកម្មរបស់ពួកបច្ចឹមប្រទេសនិងអ៊ីស្រាអែលឲ្យដឹងថាទ្រព្យសម្បត្តិយ៉ាងតិចរាប់ពាន់លានដុល្លារត្រូវក្រុមគ្រួសារនិងគណៈរដ្ឋមន្ត្រីឧត្តមសេនីយ៍នៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានយកទៅតម្កល់ទុកនៅក្នុងប្រទេសខាងក្រៅរួចទៅហើយជាពិសេសគឺនៅប្រទេសរុស្ស៊ីអាយ៉ាតូឡាអាលីខាមីណៃនៅតែសច្ចាថាលោកតស៊ូរហូតដល់ដំណាក់កាលចុងក្រោយលោកមិនចាក់ចេញពីប្រទេសអ៊ីរ៉ង់ដាច់ខាតបើទោះជាអាមេរិកគម្រាមឲ្យរត់ចោលប្រទេសរបស់ខ្លួននៅពេលនេះក៏ដោយនេះប៉ុន្តែចារកម្មរបស់អ៊ីស្រាអែលឲ្យដឹងថាកូនចៅញាតិផៅរបស់អាយ៉ាតូឡាខាមីនីភាគច្រើនរត់ចាក់ចេញពីប្រទេសទៅហើយអាយ៉ាតូឡាអាលីខាមីណៃកាលពីថ្ងៃម្សិលមិញគឺនៅថ្ងៃទី9 មករាបានធ្វើការប្រជុំមួយគឺប្រជុំមេសាសនារបស់លោកប៉ុន្តែពុំមានកម្ពុជាមេសាសនានោះទីគេឃើញតែថ្នាក់ជាន់ទាបនៃសាសនាក្រុមអំណាចរបស់លោកតែប៉ុណ្ណោះដែរមកចូលរួមស្ដាប់នីតិចុងក្រោយរបស់គាត់ដែលពង្រឹងអំណាចរបស់ខ្លួនឯងអាយ៉ាតូឡាអាលីខាមីណៃបានប្រមានថាពេលនេះគេរកឃើញទាហានស៊ីឈ្នួលរបស់ពួកបរទេសចូលទៅជួយបាតុករហើយដូច្នេះកម្លាំងរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ត្រូវតែកំទេចកម្លាំងបរទេសដែលជ្រៀតចូលជាមួយនឹងវងបាតុករប៉ុន្តែចារកម្មរបស់ពួកបច្ចឹមប្រទេសដឹងថាឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាញ់សម្លាប់មិនរើសមុខនោះទេសូម្បីតែកុមារសូម្បីតែស្ត្រីជនជាតិអ៊ីរ៉ង់ក៏ត្រូវបាញ់សម្លាប់ផងដែរប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំជឿថានៅពេលនេះទីក្រុងធំជាច្រើនទៀតកំពុងធ្លាក់នៅក្នុងដៃរបស់បាតុករទីក្រុងតេហរ៉ង់ជារដ្ឋធានីតែមួយគត់របស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នេះនឹងធ្លាក់នៅក្នុងដៃរបស់បាតុករយ៉ាងឆាប់បំផុតនៅពេលនេះរបបនេះត្រូវតែបញ្ចប់ដោយកម្លាំងរបស់ប្រជាជនតែលោកដូណាល់ត្រាំប្រមានថាអាមេរិកត្រៀមហើយដើម្បីជួយកម្លាំងបាតុករអ៊ីរ៉ង់ដែលបញ្ចប់របបផ្ដាច់ការរបស់ខ្លួននេះសេចក្តីរាយការណ៍បានដឹងថាអាមេរិកកំពុងរៀបចំបញ្ជូននាវាផ្ទុកចំណោះយ៉ាងតិច2គ្រឿងនិងនាវាចម្បាំងប្រមាណជា20គ្រឿងបុកបញ្ចូលនឹងការដាក់ពង្រាយយន្តហោះចម្បាំងនិងមូលដ្ឋានទ័ពរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ារៀបរយហើយដើម្បីបញ្ចប់របបអាយ៉ាតូឡាខាមីនីជាមួយនឹងបាតុករកំពុងតែផ្ទុះបាតុកម្មដូចគេហែកមេឃនៅពេលនេះបញ្ចប់របបផ្ដាច់ការអាយុកាល46ឆ្នាំនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់